ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើអំពីអឺ asymmetric cryptography OpenSSL អញ្ចឹងទី1គឺខ្ញុំនឹងបែងចែកឲ្យជាពីរដោយសារត្រូវតែធ្វើពីរ topic ផ្សេងគ្នាអញ្ចឹងដំបូងគឺខ្ញុំនឹងបង្កើត folder មួយ OpenSSL នៅយើងនឹងចូលក្នុងហ្នឹងគឺយើងនឹងធ្វើទៅលើ RSA អញ្ចឹងមួយទៀតគឺយើងត្រូវបង្កើតទៅលើ folder ផ្សេងគ្នាសារនៅក្នុងcryptography OpenSSL នេះគឺយើងនឹងមាន3ចំណុចផ្សេងគ្នាទៀតអញ្ចឹងយើងនឹងបង្កើត folder ផ្សេងគ្នាទៀត RSA មកយើង cd ចូល RS ហើយបន្តមកយើងនឹងធ្វើការបង្កើតលើ SL មួយហើយវា gen RSA ហើយដកout RSA ហើយនេះគឺជាឈ្មោះ file ចឹងយើងអាចជាដាក់ចេញមក my RSA private ប៉ុន្តែយើងត្រូវដាក់ .pem ហើយដាក់2048យើងចុច enter មកអូខេចឹងវានឹង generate ទៅលើ private key ឲ្យយើងហើយបន្តមកគឺយើងនឹងធ្វើការ decrypt វាវិញប៉ុន្តែសារនេះវាជា private key ហើយនិង public key អញ្ចឹងយើងនឹងយកpublic key យកមកដោះវា RSA .in my RSA ហើយយើងដក pub out ហើយដកនឹង my RSA មក private ចឹងប៉ុណ្ណឹងហើយវានឹងយកអានេះយើងឲ្យដាក់ជា public វិញ public អូខេអញ្ចឹងវានឹង writing ទៅលើ RSA key អូខេអញ្ចឹងកាលណាដែលយើងgenerate ទៅលើ private key ហើយយើងនឹងធ្វើការ generate ទៅលើចេញពី private key មក public key អញ្ចឹងយើងនឹងទទួលបាន message មួយដែលថា writing RSA key ចឹងអានោះមានន័យថាយើងវាត្រឹមត្រូវហើយតមកអានេះគឺជាការផលិតលើmodule របស់វាហើយវាពិតជាបាន20 bit មែនហើយអញ្ចឹងអានោះប៉ុណ្ណឹងមួយទៀតយើងធ្វើការចេញមកអញ្ចឹងយើងបាន RSA មួយហើយយើងនឹងធ្វើ DSA មួយទៀតអូខេដល់ហើយអញ្ចឹងយើងនឹងធ្វើទៅលើ DSA មួយទៀតអញ្ចឹងយើងចូលនៅ DSA ហ្នឹងហើយបន្តមកគឺដូចគ្នាគឺយើងនឹងធ្វើការវាយ command OpenSSL ដូចគ្នាមកយើងមើលការ enter ហើយតមកយើងនឹង OpenSSL មួយទៀតចាខាងលើនេះគឺជា file ដើមរបស់វាតមកយើងនឹង generate ទៅលើ private key ទៅជា my DSA my DSA នឹងយក my DSA param យកមកធ្វើជា public private key យើង enter តមកយើងវាយ command មួយទៀតគឺ open DSA ដូចគ្នាអូខេមកអញ្ចឹងនេះវាមិនចេញ message មួយ read DSA ហើយនឹង write DSA read DSK នេះ DSA នេះអញ្ចឹងកាលណាដែលវាចេញជា read DSA key ការបង្កើតទៅលើ private key ទទួលបានជោគជ័យហើយ writing DSA key ក៏ success ដូចគ្នាទៅលើ public key ចានេះតំណាងឲ្យ public key នេះតំណាងឲ្យ private key អញ្ចឹងបន្តមកគឺយើងនឹងធ្វើទៅលើECDSA ដូចគ្នាECDSA
cho như chỗ EC DSA bây giờ open as all key hay tiếp từ open as all tại này dương đâu chỉ public key với sai dương ca public key tranh pi private key mình thờ mó hệ trong viên là trên gì easy key hay read easy key hay nó này easy key mình đây thành gì success hại vì mình error ấy tệ cho như tranh màu được kia dương tranh mặt cào cái kia xong dương lần thơ từ lơ as a với cho những hình top cứ dương nên giảm phí asymmetric cryptography as a đại as a ní cứ dương thợ ta install application mà viết ta bỏ sân cho open as ở cứ game đồng miền sẵn nó không dùng tụ rồi còn luôn thì chắc dương được cả lơ nằm bên kia cho những đại chỉ as a mong tới thường cd as a dương ông khi đâu tiếp as a đi kia đấy mới dương vài as a đo trong as a khi trẻ nên việc chỉ program đại viên generator as a key hay đọ thi as a ní vì được pra từ lời as a algorithm đã đọ thi mình đây tha type trong tò máu cứ đọ bí 4.96 hay viên mừng ca từ lời 4.96 bit as a key muối đại key ní vì mình tầm home thống chứ tôi tới viên nâng đo nơi phía vậtភាពខ្លាំងជាងពពួក2048 bit key ហើយមួយទៀតគឺដក app ហើយបន្ទាប់មាន .sa id .sa ហ្នឹងវានឹងធ្វើការ save key pair ចូលមានជា key pair ដែលមួយគឺ public មួយជា private key ហើយមួយទៀតគឺជា public key ហើយ key pair នេះវានឹងប្រើប្រាស់ file name មួយដែលមានឈ្មោះថា id underscore rsa ហ្នឹងនៅក្នុង home directory.sa ចឹងនេះខ្ញុំអាចដាក់ជា password ចុះឬមួយក៏ no ខ្ញុំបាច់ដាក់ទេចឹងពេលហ្នឹងវានឹង generate ទៅលើ RSA key ដែលមាន44.96 bit មួយចឹង your identification has been saved នៅក្នុងhome directory ហ្នឹងដែល .sa ហើយមាន id underscore rsa ហើយ public key ក៏ត្រូវបាន save នៅក្នុងហ្នឹងដែរចឹងបន្តមកគឺយើងនឹងធ្វើទៅលើ DSA មួយទៀតheader ចឹងដូចគ្នាគឺយើងនឹង SA key chain យើងដាក់ឡើងវិញគេដកណាពេលហ្នឹងវានឹង generate ខ្ញុំមិនដាក់ passage អីទេតែ DSA នេះគឺវាមានចំនួនតែ1024 bit ប៉ុណ្ណោះអញ្ចឹងទៅលើស្រង់ security របស់វាគឺវាខ្សោយជាង RSA ទេអញ្ចឹងយើងនឹងបង្កើតមួយទៀត header ECD SA ចូល EC យើងនៅ SA ដូចគ្នាkeychain ហើយត្រូវហើយបើដាក់ password អីទេហើយចឹងយើងនឹងការវិធីជា ed 25519 cd ed
ហើយអញ្ចឹង SA keychain ហើយអញ្ចឹងយើងនឹង generate ទៅលើkey ហ្នឹងហើយអញ្ចឹងនេះគឺវានឹងរៀងខ្សោយទៅខ្សោយទៅតែវាប្រើប្រាស់តែ256 bit ប៉ុណ្ណោះចឹងវាអត់ដូចអានេះទេ RSA ដំបូងនេះគឺ4096 bit តែ security វាខ្លាំងជាងអានេះចឹងទៅអញ្ចឹងនេះគឺជា key print fingerprint តែវាមានជា SHA-256 ហ្នឹងចឹងអាចទៅមើលលើ home directory ហើយចឹងនេះគឺជាអ្វីដែលយើងបានធ្វើដូចជា ID DSA ECD DSA អញ្ចឹងសម្រាប់ topic គឺមាន2ទី1គឺខ្ញុំបានធ្វើទៅលើasymmetric cryptography OpenSA ហើយបន្តមកasymmetric cryptography SH អញ្ចឹងគឺ topic របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជំរាបលាលោកគ្រូ